រៀបដល់ម៉ោង4ហើយនេះដល់ម៉ោងរៀបចំអីវ៉ាន់បងទៅចំការហើយម៉ោងម៉ែនៃប្តីស្រឡាញ់ម៉ោង4ហើយតើអូម៉ោងទឹក4ហ្នឹងហើយដល់ម៉ោងបងទៅចំការជិតដល់ម៉ោងប្តីទៅកាប់ភ័យមែនអត់ដាក់បាយសិនមួនរងាវលើសូខ្វាយខ្វាយអោខ្មៅបងហើយដណ្ដាំបាយឲ្យប្តីព្រឹកនឹងបងទៅកាប់ព្រៃសុំខ្មៅស្រីរៀបចាប់ចែងអាហារខានស្អែកបងចាប់ជូស្រែឲ្យទន់ខែទន់រដូវវស្សាអានេះផ្លែតបែកពេលបងឃ្លានបងឆៃអានេះបងរៀបចំអាបងដឹងហើយរៀបចំឲ្យស្រួលបួនបាយសំណុំនឹងទាំងបំពងអូនរៀបជូនបងព្រមទាំងថ្នាំលូស្លាផ្លែត្របែកវិញជាក្រមាទុកពីសាក្រនលៀងមកក្រោយបាយថ្ងៃនេះអូននៅចាំខ្ទមហើយអារម្មណ៍អូននៅជាប់នឹងប្រថ្លៃណែប្តីយកទៅណែបាទហើយប្តីឆាប់មកវិញអូននៅចាំបងដឹងហើយបងផ្ញើវិញថ្ងៃនេះខ្មៅអូនហើយខ្មៅស្រងនោះល្អកុំមើលផ្លូវបងព្រោះបងចេញទៅឆ្ងាយស្រោនរត់រាញតានពន្លឺថ្ងៃសូមប្រថ្លៃឆំវាវិញណាបងល្ងាចនេះអូនធ្វើញោមខ្ចង់ទុកជូនបងមកពីស្រែអស់កំឡាំងឆ្ងាញ់មាត់ទៀតហើយថ្ងៃនេះបងចាំបានញ៉ាំខ្យងល្ងាចនេះអូនធ្វើញោមខ្ចង់ឲ្យប្តីណាប្តីឆាប់មកផ្ទះវិញណាដឹងហើយបងដឹងហើយចាប់មកវិញថ្ងៃនេះមួនរងាវលើសូខ្វាយខ្វាយអោខ្មៅបងហើយដណ្ដាំបាយឲ្យប្តីព្រឹកនេះបងទៅកាប់ព្រៃសុំខ្មៅស្រីរៀបចាប់ចែងអាហារខានស្អែកបងចាប់ជូស្រែឲ្យទន់ខែទន់រដូវវស្សាតែបងចាប់ជូស្រែបាយសំណុំនឹងទាំងបំពងអូនរៀបជូនបងព្រមទាំងថ្នាំលូស្លាផ្លែត្របែកវិញជាក្រមាទុកពីសាក្រនលៀងមកក្រោយបាយថ្ងៃនេះអូននៅចាំខ្ទមតែអារម្មណ៍អូននៅជាប់នឹងប្រថ្លៃប្តីទៅប្តីឆាប់មកវិញណាបាទបងដឹងហើយតែអូននៅផ្ទះចាំខ្មៅអូនហើយខ្មៅស្រងនោះ